កត់ចំណាំបើអ្នកមានប្រជ្រៃនាំសំណាង3កន្លែងលើរាងកាយដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះយោងតាមជំនឿពីបុរាណគេជឿថាទីតាំងប្រជ្រៃនីមួយៗនៅលើរាងកាយមានអត្ថន័យនិងបង្ហាញពីជោគវាសនារបស់មនុស្សម្នាក់ៗថាមានន័យយ៉ាងណាទៅថ្ងៃអនាគតជាពិសេសប្រជ្រៃទាំងនោះគេជឿថានាំទ្រព្យសម្បត្តិនិងលាភសំណាងនិងលុយកាក់ដល់អ្នកដែលមានវាលើរាងកាយដូច្នេះចង់ដឹងថាតើប្រជ្រៃទាំង3កន្លែងនោះមាននៅកន្លែងណាខ្លះសូមបន្តទស្សនាជាមួយ admin ដូចតទៅទី1ប្រជ្រៃនៅលើចិញ្ចើមការមានប្រជ្រៃនៅលើចិញ្ចើមត្រូវបានគេចាត់ទុកថាជាសំណាងប្រសិនបើអ្នកមានប្រជ្រៃលាក់នៅក្រោមចិញ្ចើមវាត្រូវបានគេជឿថាបង្ហាញពីទ្រព្យសម្បត្តិនៅពេលខាងមុខជីវិតរបស់អ្នកនឹងពោរពេញទៅដោយសុភមង្គលនិងមានភាពរុងរឿងខ្លាំងអ្នកមានប្រជ្រៃលើចិញ្ចើមក៏មិនចាំបាច់បារម្ភរឿងលុយកាក់ពេកដែរដោយសារតែអ្នកមានមនុស្សចាំគាំទ្រហើយក៏ងាយជំនះឧបសគ្គយ៉ាងរលូនផងដែរទី2ប្រជ្រៃនៅក្រោមចង្កានៅក្នុងផ្នែកនរវិទ្យាចង្កាគឺជាទីតាំងដែលបង្ហាញពីទ្រព្យសម្បត្តិនិងឋានៈប្រសិនបើមានប្រជ្រៃនៅចំកណ្ដាលចង្កានោះមានជំនឿជឿថាបុគ្គលនោះមានលាភសំណាងនិងមានមុខតំណែងស្ថិតស្ថេរដែលធ្វើឲ្យក្រុមគ្រួសារមានសេចក្តីសុខសប្បាយនិងមានការងារដែលអាចរីកចម្រើនទៅមុខជារៀងរហូតទី3ប្រជ្រៃនៅកណ្ដាលជើងមនុស្សជាច្រើននឹងផ្ដោតលើប្រជ្រៃនៅលើបាតជើងរបស់ពួកគេប៉ុន្តែប្រជ្រៃនៅលើកណ្ដាលជើងមានអត្ថន័យគួរឲ្យចាប់អារម្មណ៍ដូចគ្នាយោងតាមផ្នែកនរវិទ្យាមនុស្សដែលមានប្រជ្រៃនៅចំកណ្ដាលជើងនឹងមានជីវិតសម្បូរបែបមានសំណាងខាងហិរញ្ញវត្ថុកាលបើអ្នកកាន់តែខិតខំក្នុងអាជីពមិនយូរមិនឆាប់គង់តែប្រាក់រត់រកតាមហៅជាជាមិនខានឡើយបន្ទាប់ពីទស្សនាវីដេអូនេះចប់តើអ្នកទាំងអស់គ្នាមាននៅប្រជ្រៃទាំង3កន្លែងនេះដែរឬទេសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យ admin បានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នា